គ្មានអ្នកណាម្នាក់មិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលឃើញបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីប្រពុតក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងជំពាក់គេជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏បានធូរស្បើយខ្លះដែរតែបើអ្នកនៅតែកើតទុកមួម៉ៅនឹងរឿងនោះបាបនឹងកើនកម្លាំងឡើងវិញមិនមែនទ្រព្យអ្នកបើជាទ្រព្យអ្នកមិនងាយបាត់បង់ទៅណាទេតែបើអ្នកមានបាបកម្មពីមុនមកទ្រព្យនៅនឹងមុខក៏យកមិនបានឬត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេឲ្យវាទៅចុះស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់យើងដែរពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេសួរឯងឲ្យបានច្បាស់លាស់ចំណេះដឹងអ្នកមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងបន្តដំណើរទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈជាបីសាយតាមលើងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលេងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តភក្តិទេ
ហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរទោះនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យសត្វលោកវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលប្រឹងសន្សំបុណ្យកុសលដើម្បីបានជាយាននាំឲ្យរួចផុតពីសង្សារវដ្តអនត្តាបើនិយាយដោយបរមត្ថគ្មានអ្វីជារបស់យើងឬជាខ្លួនរបស់យើងទេរូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងសារជាថ្មីបើកឡានពេលខ្លះគង់ហួសផ្លូវត្រូវត្រឡប់ក្រោយវិញរឿងក្នុងជីវិតក៏ដូចគ្នាពេលខ្លះសម្រេចចិត្តខុសនាំឲ្យខូចខាតប្រយោជន៍បើខុសកុំចាំបាច់កើតទុកយូរពេកអីចាប់ផ្ដើមសារជាថ្មីត្បិតថាយឺតបន្តិចមែនតែគង់ប្រសើរជាងដេកយំហើយមិនធ្វើអ្វីសោះថ្នាំល្វីងតែធ្វើឲ្យជាជំងឺបញ្ហាជារឿងលំបាកតែវាធ្វើឲ្យអ្នកស្គាល់ពិភពលោកកាន់តែច្បាស់ជៀសមិនរួចអ្នកណាក៏មានទុក្ខដែរទៅណាក៏គេចមិនរួចវាជារឿងធម្មតានៃជីវិតសុខទុក្ខចំណេញខាតជួបព្រាត់ជាសច្ចធម៌មិនអាចប្រកែកបានបើជួបហើយប្រឹងដោះទៅបើដោះហើយដើរទៅមុខទៀតកុំសូវទូលរឿងសំពីងសំពួងច្រើនពេកធ្ងន់ណាស់ទៅមុខមិនឆ្ងាយទេមិនដូចគ្នាកុំចាំបាច់ប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេម្នាក់សន្សំកម្មមករៀងខ្លួនបើមានកម្មមិនល្អច្រើនក៏ជួបបញ្ហាច្រើនបន្តកន្ទុយគ្នាបើជួបរឿងណាប្រឹងដោះរឿងនឹងទៅបើលំបាកខ្លាំងសុំជំនួយគេខ្លះមកកុំរអ៊ូរទាំច្រើនពេកអីមិនបានអីមកវិញទេបានតែមួម៉ៅថែមសម្រាប់ខ្លួនគិតមួយផ្លែតយល់ថាខ្លួនអ្នកបានរួចផុតពីទុក្ខហើយតែតាមពិតអ្នកនឹងបន្តរងទុក្ខទៅក្នុងជាតិខាងមុខទៀតហើយបានបន្សល់ទុកនៅភាពសោកសៅដល់គ្រួសារនិងជាគំរូមិនល្អដល់កូនចៅម្យ៉ាងទៀតវាមិនមែនជាមធ្យោបាយដោះស្រាយទេជីវិតតែងជួបនឹងបញ្ហាហើយបញ្ហាខ្លះជារឿងដែលអ្នកនឹកស្មានមិនដល់ទៀតផងប្រឹងដោះស្រាយទៅដោះបណ្ដើរមួយជំហានម្ដងហ
ตุផលបើអ្នកដាំដូងអ្នកនឹងបានផ្លែដូងបើហេតុគ្រប់គ្រាន់ផលនឹងកើតឡើងអ្នកមិនអាចហាមឃាត់បានទេរឿងរ៉ាវទាំងឡាយសុទ្ធតែមានហេតុផលទើបកើតឡើងបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អរត់ទៅណាក៏គេចមិនរួចសូមកុំប្រឆាំងនឹងផលអីព្រោះគ្នាកើតតាមហេតុទេតែត្រូវរកវិធីដោះស្រាយវិញថ្ងៃរះថ្ងៃលិចថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនអាចហាមឃាត់បានទេយ៉ាងណាមិញជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាគ្មានអ្នកណាជៀសរួចឡើយបើជួបរឿងល្អចាត់ទុកថាជាផលបុណ្យបើជួបរឿងមិនល្អចាត់ទុកថាជាផលបាបទៅចុះហើយត្រូវតែហ៊ានប្រឈមព្រោះបើគេចទៅណាក៏គេចមិនផុតដែរហើយបើអ្នកមួម៉ៅច្រើនអ្នកកើតទុកក៏ច្រើនដែរក្តីសង្ឃឹមមេឃភ្លៀងគួងរាំងវិញជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេរឿងល្អអាចនឹងកើតឡើងនៅពេលបន្ទាប់បើអ្នកបន្តដំណើរទៅមុខទៀតដោយក្តីសង្ឃឹមសូមកុំរក្សារឿងអាក្រក់ក្នុងខួរក្បាលអ្នកយូរពេកទុកឱកាសឲ្យរឿងល្អខ្លះផងរឿងមិនល្អបានរលត់ទៅហើយរៀនចាប់ផ្ដើមសារជាថ្មីសង្ឃឹមថាអ្វីនឹងបានល្អប្រសើរទុកមិនទៀងដូចអ្វីផ្សេងទៀតដែរទុកសោកក្នុងចិត្តអ្នកនឹងប្រែប្រួលទៅបើអ្នកចេះពិចារណាចេះបដូរការគិតហើយមិនសូវរំលឹករំលើកវាមិត្តភក្តិល្អអាចជួយរំលែកទុក្ខបានខ្លះស្ដាប់ធម៌ឬអានសៀវភៅអប់រំចិត្តក៏ជាជំនួយស្មារតីអ្នកបានខ្លះដែរភ្លើងនឹងថយកម្ដៅទៅបើអ្នកមិនដាក់អុសថែមសេចក្តីទុក្ខនឹងសាបរលាបទៅបើអ្នករៀនលះបង់ការប្រកាន់នឹងមិនសូវរំលឹករំលើកវាស្រោចស្រពចិត្តរៀនរំលឹកដល់រឿងល្អរឿងបុណ្យកុសលធ្វើឲ្យចិត្តអ្នកបានសប្បាយនិងស្រស់ស្រាយរឿងមិនល្អកុំសូវរំលឹករំលើកវាញឹកញាប់ពេកព្រោះវានាំឲ្យក្តៅក្រហាយអ្នកអាចលើកមកដាស់តឿនខ្លួនឯងនិងមិត្តភក្តិអ្នកបានហើយបើរំលឹកទៅកើតចិត្តមួម៉ៅត្រូវប្រញាប់ដូរចិត្តទៅគិតរឿងផ្សេងរឿងដែលនាំឲ្យអ្នករីករាយចិត្តវិញមិនអាចបង្ខំបើអ្នកដាំទឹកទាល់តែ100អង្សាទៅពុះបើមិនទាន់ដល់កម្រិតទោះអ្នកអង្គុយយំក៏ទឹកមិនពុះដែរបើហេតុមិនទាន់គ្រប់គ្រាន់ផលមិនកើតឡើងឡើយអ្នកមិនអាចបង្ខំបានទេបើបុណ្យមានការព្យាយាមគ្រប់គ្រាន់ការងារអ្នកនឹងបានសម្រេចបើខ្វះបុណ្យហើយខ្វះការព្យាយាមទៀតអ្នកនឹងមិនបានសម្រេចដូចបំណងឡើយអត់ទោសឲ្យខ្លួនឯងកុំបន្ទោសខ្លួនឯងច្រើនពេកអ្នកមិនចង់ខុសមិនចង់អាក្រក់ទេ
តែអកុសលទាញអ្នកឲ្យដើរផ្លូវខុសណាស់ហើយចុះចាត់ទុកជាផលបាបចាស់ទៅចុះរៀនលើកលែងទោសឲ្យខ្លួនឯងផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2អ្នកនឹងបានប្រសើរជាងមុនព្រោះអ្នកមានបទពិសោធន៍ច្រើនជាងមុនលើកលែងឲ្យអ្នកដទៃអ្នកអាចចំណាំមនុស្សដែលធ្វើបាបអ្នកចាំល្បិចដែលគេបោកប្រាស់អ្នកកុំឲ្យគេបោកអ្នកបានទៀតតែអ្នកគួរលះបង់កំហឹងក្នុងចិត្តអ្នកព្រោះបើអ្នកនៅបន្តចងកំហឹងអ្នកនឹងបន្តដុតខ្លួនឯងពេលអ្នកលើកលែងទោសអ្នកបានរួចផុតពីភ្លើងកំហឹងអ្នកបានធូរស្រាលពីសេចក្តីទុក្ខបន្ថយភ្លើងនឹងថយកម្ដៅបន្តិចម្ដងតាមពេលវេលាដែលកន្លងហួសទៅបើអ្នកមិនដាក់អុសថែមទុក្ខសោកទាំងឡាយនឹងរសាយបាត់បន្តិចម្ដងតាមពេលវេលាតាមការផ្លាស់ប្ដូរអារម្មណ៍និងរបៀបគិតបើអ្នកមិនរំលឹករំលើកវាញយពេកព្រមតាមហេតុគ្រប់យ៉ាងសុទ្ធតែមានហេតុរបស់វាទើបកើតឡើងប្រឈមមុខដោះស្រាយដោយស្មារតីកុំត្អូញត្អែពេកអីកម្មយើងទេដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកព្រមតាមបុណ្យរៀនរីករាយនឹងអ្វីដែលអ្នកមានសប្បាយចិត្តនឹងអ្វីដែលអ្នករកបានត្រេកអរពេលឃើញគេជោគជ័យយល់ដឹងថាអ្វីសុទ្ធតែមានហេតុផលយើងបានប៉ុណ្ណឹងដោយសារបុណ្យយើងមានប៉ុណ្ណឹងមិនមានចិត្តច្រណែនអ្នកណាឡើយគេគិតពីខ្ញុំបើអ្នករវល់តែតាមដានថាតើគេនិយាយអីពីអ្នកគិតយ៉ាងណាចំពោះអ្នករកសេចក្តីសុខមិនឃើញទេរក្សាកាយវាចាអ្នកឲ្យបានល្អត្រឹមត្រូវសមរម្យតម្កល់ចិត្តអ្នកឲ្យបានល្អគេគិតយ៉ាងណានិយាយយ៉ាងណាយើងខាត់គេមិនបានទេរំលឹកត្រូវបើនឹកហើយក្តៅក្រហាយកុំនឹកវាញឹកញាប់ពេកបើចិត្តនៅតែនឹកសូមមានស្មារតីកំណត់ដឹងថាត្រឹមតែជាចិត្តគិតប៉ុណ្ណោះរឿងនោះបានរលត់បាត់ទៅហើយរួចទាញចិត្តមកគិតរឿងផ្សេងនិយាយរឿងផ្សេងធ្វើសកម្មភាពផ្សេងសូមកុំស្ដីបន្ទោសខ្លួនឯងអីចាត់ទុកថាជាផលកម្មចាស់ទៅចុះចិត្តនៅក្នុងខ្លួនខ្សោយស្មារតីធ្វើឲ្យអ្នករាយមាយចិត្តច្រើនចិត្តស្មុគស្មាញឆាប់មួម៉ៅឆាប់ធុញថប់ទម្លាប់ហៅចិត្តមកនៅនឹងខ្លួនអ្នកធ្វើអ្វីក៏មានស្មារតីដឹងខ្លួនដឹងសកម្មភាពដែលខ្លួនកំពុងធ្វើកុំបណ្ដោយឲ្យវារវើរវាយចេញពីខ្លួនច្រើនពេកនោះចិត្តអ្នកនឹងបាននឹងណយច្រើន
បាត់បង់ញាតិជាទីស្រឡាញ់ជាពុទ្ធជនតែងសោកស្ដាយពេលបាត់បង់ញាតិជាទីស្រឡាញ់តែមិនគួរបណ្ដោយចិត្តឲ្យទុនជ្រាយខ្លាំងពេកទេកាយយំសោកមិនបានជាប្រយោជន៍ដល់អ្នកស្លាប់ឡើយគួរបំពេញបុណ្យរឿយហើយឧទ្ទិសកុសលជូនគាត់ដាក់បាតជាប្រចាំឬកសាងសមិទ្ធផលណាមួយឧទ្ទិសជូនទៅពេលអ្នកនឹកដល់គាត់អ្នកនឹកដល់បុណ្យដែលបានធ្វើហើយបានឧទ្ទិសជូនទៅអ្នកកើតចិត្តជ្រះថ្លាហើយនឹងបានឆ្ងាយពីភាពសោកសៅបន្តិចម្ដងមិត្តល្អប្រាប់រឿងរ៉ាវមិនសប្បាយចិត្តដល់មិត្តភក្តិដែលអ្នកទុកចិត្តជាកល្យាណមិត្តជាសប្បុរសជាមនុស្សមានគុណធម៌មិត្តល្អជួយអ្នកឲ្យដើរក្នុងផ្លូវត្រូវជួយផ្ដល់កម្លាំងចិត្តដល់អ្នកជួយផ្ដល់យោបល់ល្អនិងជួយលាក់បាំងរឿងកេរ្តិ៍ខ្មាស់ទាំងឡាយរបស់អ្នកមានមិត្តល្អនៅក្បែរខ្លួនដូចមានគ្រូពេទ្យចិត្តសាស្ត្រនៅជាមួយគេងរវល់ការងារប៉ុណ្ណាពិបាកចិត្តប៉ុណ្ណាក៏មិនត្រូវភ្លេចគេងដែរព្រោះវាមានផលប៉ះពាល់ខ្លាំងដល់សុខភាពកាយចិត្តរបស់អ្នកបើអ្នកគេងមិនគ្រប់គ្រាន់រក្សាចិត្តឲ្យស្ងប់ផ្អាកគិតមួយរយៈសិនចាំស្អែកចាំគិតតទៀតលើកដៃប្រណម្យនមស្ការព្រះរតនត្រ័យនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈសូត្រឲ្យបាន3ដងដែលមានន័យថាសូមថ្វាយបង្គំចំពោះព្រះពុទ្ធសូមថ្វាយបង្គំចំពោះព្រះធម៌សូមថ្វាយបង្គំចំពោះព្រះសង្ឃរួចហើយផ្សាយមេត្តាចិត្តដល់ខ្លួនឯងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខផ្សាយមេត្តាចិត្តឲ្យខ្លួនឯងរឿយរួចបន្តផ្សាយមេត្តាចិត្តដល់សព្វសត្វទាំងអស់សូមឲ្យសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខចិត្តអ្នកនឹងបានស្ងប់អ្នកនឹងគេងបានស្រួលបន្ទប់គេងនៅក្នុងបន្ទប់បិទជិតឈឹងមិនសូវមានខ្យល់ឆ្លងកាត់ខ្វះអុកស៊ីហ្សែននាំឲ្យអ្នកឆាប់មួម៉ៅឬកើតជំងឺ stress និងឆាប់អស់កម្លាំងគួរបើកទ្វារបង្អួចខ្លះដើម្បីយកពន្លឺយកខ្យល់អាកាសចូលបើអាចគួរមានដាក់ប្រដាប់បូមខ្យល់ដើម្បីឲ្យមានចលនាខ្យល់ចេញចូលអាហារកុំញ៉ាំច្រើនពេកត្រូវទំពាឲ្យម៉ត់ល្អញ៉ាំឲ្យទៀងពេលញ៉ាំអាហារដែលមានជីវជាតិនឹងជួយដល់សុខភាពបើញ៉ាំហើយកុំអង្គុយឬគេងភ្លាមគួរដើរខ្លះដើម្បីឲ្យអាហាររលាយល្អកុំញ៉ាំពេលល្ងាចច្រើនពេកព្រោះមិនសូវចាំបាច់នឹងធ្វើឲ្យឡើងគីឡូឆាប់ពិបាកចិត្តសូមកុំពិសាគ្រឿងស្រវឹងព្រោះវាធ្វើឲ្យពុលថ្លើមនាំឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយចុងក្រោយទុក្ខនឹងកើនឡើងថែម
ព្រោះកាយក៏ឈឺចិត្តក៏ឈឺហាត់ប្រាណជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលគាំងបេះដូងជួយកាត់បន្ថយជំងឺ stress ពង្រឹងប្រព័ន្ធការពាររាងកាយបង្កើនការចងចាំជាដើមបើអ្នកមិនបានធ្វើអីធំដុំក៏ត្រូវដើរយ៉ាងហោចឲ្យបាន30នាទីក្នុងមួយថ្ងៃដើម្បីបញ្ចេញញើសបញ្ចេញជាតិពុលពីខ្លួននាំឲ្យសុខភាពកាយក៏ប្រសើរសុខភាពចិត្តក៏ល្អទូរស័ព្ទគួរកាត់បន្ថយខ្លះក៏ល្អព្រោះវាមានរឿងសម្រាមជាច្រើនហោះហើរពាសពេញប្រព័ន្ធសង្គមម្យ៉ាងទៀតវាបានរំខានដល់ដំណេកនិងពេលវេលារបស់អ្នកហើយវាអាចនាំឲ្យប៉ះពាល់ដល់សុខភាពកាយផងសុខភាពចិត្តផងឆ្លៀតពេលអានសៀវភៅស្ដាប់ធម៌នៅស្ងប់ស្ងាត់ម្នាក់ឯងធ្វើសមាធិបញ្ចេញសកម្មភាពផ្លូវកាយខ្លះសូមកុំលក់ខ្លួនឲ្យទូរស័ព្ទច្រើនពេកហើយក៏កុំសូវតាមដានរឿងអត់ប្រយោជន៍ច្រើនពេកដែរពេលវេលាអាចជួយអ្នកបានខ្លះដែរកំហឹងនិងសេចក្តីសោកអាចថមថយកម្លាំងបន្តិចម្ដងព្រោះអ្នកមានពេលពិចារណាឡើងវិញចិត្តអ្នកនឹងបានរឹងប៉ឹងឡើងបន្តិចម្ដងតែអ្នកត្រូវនៅក្បែរមិត្តភក្តិល្អដើម្បីជួយរក្សាលំនឹងផ្លូវចិត្តទម្លាប់គិតរឿងល្អនិយាយរឿងល្អស្ដាប់ធម៌អប់រំចិត្តគេងឲ្យបានគ្រប់គ្រាន់សម្រាប់សម្រួលផ្លូវកាយផ្លូវចិត្តអ្នកនឹងមានជំហររឹងមាំឡើងវិញនៅឲ្យឆ្ងាយកុំសូវនៅក្បែរមនុស្សនាំរឿងក្តៅក្រហាយឬមនុស្សដែលចូលចិត្តរំលឹករឿងមិនសប្បាយចិត្តច្រើនពេកព្រោះវាអាចទាញអ្នកឲ្យរើជំងឺចាស់ឡើងវិញព្យាយាមរកមិត្តឬសមាជិកគ្រួសារណាជាមនុស្សវិជ្ជមានជាអ្នកចេះយល់ពីចិត្តអ្នកដទៃមិត្តភក្តិមានឥទ្ធិពលខ្លាំងលើផ្លូវចិត្តអ្នកសតិស្មារតីមានស្មារតីក្នុងខ្លួនសង្កេតមើលសកម្មភាពផ្លូវកាយដើរដេកឈរអង្គុយនិយាយស្ដីស្លៀកពាក់រៀនហៅចិត្តឲ្យមកនៅក្នុងខ្លួនកុំបណ្ដោយឲ្យវាហោះហើរទៅក្រៅច្រើនពេករៀនតាមដានចិត្តអ្នកជាប្រចាំចិត្តល្អចិត្តមិនល្អត្រូវមានសតិដឹងថាគ្រាន់តែជាចិត្តកើតហើយរលត់ទៅវិញរៀនលះបង់ការប្រកាន់បើស្មារតីនៅក្នុងខ្លួនអ្នកច្រើនចិត្តមិនសូវរវើរវាយទេពេទ្យចិត្តសាស្ត្រពេលពិបាកចិត្តខ្លាំងតានតឹងផ្លូវចិត្តខ្លាំងរហូតដល់ថ្នាក់គេងមិនលក់ត្រូវទៅរកពេទ្យចិត្តសាស្ត្រជួយកុំខ្មាស់គេកុំខ្លាចគេថាព្រោះបើទុកយូរទៅអ្នកនឹងមានបញ្ហាធ្ងន់ពិបាកព្យាបាលថ្នាំពេទ្យជាជំនួយពីខាងក្រៅរីឯព្រះធម៌ជួយព្យាបាលពីខាងក្នុងព្រះសង្ឃ
ព្រះសង្ឃអាចជួយសម្រួលផ្លូវចិត្តអ្នកតាមរយៈព្រះធម៌មូលហេតុនៃសេចក្តីទុក្ខនៃជីវិតរបស់យើងគឺការជាប់ជំពាក់ប្រកាន់ហួងហែងច្រើនបើចង់បន្ថយសេចក្តីទុក្ខត្រូវរៀនទទួលស្គាល់ការពិតរៀនកាត់បន្ថយការហួងហែងថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិគ្មានអ្នកណាខាត់បានទេនៅពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរដល់ពេលត្រូវគេងត្រូវសម្រាកជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អក៏ទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យនៅថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះបុណ្យឲ្យផលពេលខ្លះបាបឲ្យផលអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខយ៉ាងច្រើនមិនខាន
បើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរយូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណានាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណានាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណានាសម្បូរសត្រូវ
ផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅ
បើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាធបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់
ត្បិតថាកំហុសធ្វើឲ្យអ្នកឈឺចាប់មែនតែវាបានប្រាប់អ្នកពីចំណុចខ្វះខាតហើយអ្នកអាចយកវាជាមេរៀនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរនៅពេលក្រោយបើធ្វើខុសហើយត្រូវតែហ៊ានទទួលស្គាល់កំហុសហើយកែប្រែវាទៅហើយក៏គ្មានប្រយោជន៍អ្វីនឹងដេកក្តៅក្រហាយស្ដាយក្រោយឡើយព្រោះបើស្ដាយទៅក៏គ្មានកែអ្វីកើតដដែលម្យ៉ាងទៀតបើមានអ្នកណាហ៊ានប្រាប់កំហុសអ្នកគួរអរគុណគេទោះបីគេប្រាប់ដោយពាក្យល្អឬពេលខ្លះមិនល្អក៏ដោយមនុស្សបានប្រសើរខ្ពង់ខ្ពស់ដោយបានរៀនសូត្រពីកំហុសខ្លួនឯងនិងពីកំហុសអ្នកដទៃកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់គិតច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់បណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចុះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពងច្រើនពេកជីវិតមិនសូវមានរស្មីទេ
ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយអង្គមម៉ែថ្វាយអង្គមឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបនម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចោះឲ្យវាហួសទៅ
នឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហោចគឺយើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹង